mà bằng ở này chi là biệt ta p ở dạng đại memory từ app Ocam Pro chẳng app ní cứ việc chắp record ở những phim play mình chẳng p ở dạng đặt memory cho từក្នុង camera ហើយយើងចូលទៅក្នុង device នោះចឹងកន្លែងនេះយើងទៅ setting យើងទៅ setting ហើយយើងយកកន្លែងនេះ thì app record setting នឹងមកអញ្ចឹងយើង format វាសិនមកយើង format memory សិនដំបូងណាអញ្ចឹងយើងរងចាំមកស្ទុះទៅវាកំពុងតែ format ហើយអញ្ចឹងយើងចាំវាបន្តិចអូខេអញ្ចឹងវា load successful អញ្ចឹងហើយគឺវាបាន format ហើយអញ្ចឹងយើងថយវិញយើងចូលទៅកន្លែងនេះអញ្ចឹងចូលកន្លែងនេះវាចេញបែបហ្នឹងអញ្ចឹងដើម្បីឲ្យវា record ភ្លាមយើងទៅកន្លែង live ផ្ទាល់វិញហើយយើងរកមុខងារនេះយើងចូលទៅកន្លែងហ្នឹងមកហើយទៅនេះគឺយើងបើកវាយើងចូលបើកវាអូខេយើងយកកន្លែងនេះ motion detection ហ្នឹងមកអញ្ចឹងកន្លែងនេះជាទូទៅគឺវាដាក់ low អញ្ចឹងយើងដាក់ high មកអាហ្នឹងពេលសកម្មភាពមិនថាសត្វឬមនុស្សទេគឺឆ្លងកាត់វានឹងចាប់ record ឲ្យយើងហើយអញ្ចឹងយើងទៅវិញយើងចូលជា app កាត់ចាំមកស្ទុះតិចទៀតដល់វា record ឲ្យយើងហើយទៅ app ជាកាត់អូខេអញ្ចឹងវាបាន record ភ្លាមហើយអញ្ចឹងបើថាយើងទំដាក់ memory វាអត់ចាប់ record ឲ្យយើងភ្លាមទេ app ហ្នឹងអញ្ចឹងចុះបើកមុខងារដែលខាងបងអូនប្រាប់ខាងលើមិញណា